បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គចែតាន់បងប្អូនណាបាទមានប្រភេទនៃអង្គចែតាន់បាទគឺពីរគូបងប្អូនណាបាទចែតាន់ពីរគូនេះសិតតែរបស់ដែលសល់ពីយូរពីមុនមកហើយបងប្អូនណាបងប្អូនមើលតែពណ៌សម្បុរគឺដឹងហើយបងប្អូនណាសិតតែរបស់ដែលសល់ពីមុនមកយូរហើយបាទគឺយូរហើយបងប្អូនណាបាទពិសេសគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គចែតាន់បងប្អូនណាបាទគឺតាន់ប៉េះតែម្ដងបងប្អូនណាគឺតាន់ប៉េះតែម្ដងហើយស្អាតណាបងប្អូនណាមកសាច់ឡើងក្រមួនល្អួតមិនធម្មតាបងប្អូនណាបាទហើយចែតាន់បងប្អូនដឹងស្រាប់ហើយបងប្អូនណាគឺខាងសឹកសង្គ្រាមបាទគឺខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមបាទនេះឃើញកលុកនេះគឺធម្មជាតិទេបងប្អូនណាតែមិនមែនប្រហោងទេបងប្អូនណាបាទគឺធម្មជាតិរបស់លោកមកតែតាន់ប៉េះតែម្ដងបាទតាន់ប៉េះតែម្ដងនេះគេហៅថាថ្នាក់ទៀតបងប្អូនណាបាទថ្នាក់ឬក៏ដូចជាអឋានញីនៅនឹងអញ្ចឹងបងប្អូនណាបាទគឺមហាពិសេសអញ្ចឹងប្រភេទនៃអង្គចែតាន់នេះគឺយើងប្រើបានទាំងស្នេហ៍មហានិយមលក់ដូររ៉ូស៊ីបានទាំងការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងផ្ដោតសំខាន់មួយមុខគឺខាងសឹកសង្គ្រាមតែម្ដងបងប្អូនណាបាទគឺតាន់ប៉េះគឺស្អាតបងប្អូនណាបាទគឺស្អាតតែម្ដងបាទមិនធម្មតាទេបងប្អូនណាហើយមួយអង្គនេះគឺមានអឋានញីនៅខាងគុលនឹងហើយស្រេចទៀតបងប្អូនណាបាទតែមិនមែនប្រហោងទេបងប្អូនណាតែយើងក៏លុបដូចជាអឋានញីអញ្ចឹងបាទគឺពិសេសតែម្ដងបាទគឺពិសេសណាបងប្អូនណាបាទអង្គនេះគឺពិសេសបាទគូរបស់គាត់បាទនេះតាន់ប៉េះបងប្អូនណាហើយសាច់ឡើងកមូនល្អួតចែតាន់នេះគឺសិតតាសិតតែរបស់ដែលធ្លាប់ឆ្លងកាត់សិតតែរបស់ដែលសល់ពីមុនមកគឺมันធម្មតាទេបងប្អូនណាពណ៌សម្បុរបងប្អូនណាបាទហើយបងប្អូនខ្លះគាត់មើលឃើញរបស់គាត់មើលឃើញរបស់ពិសេសតែគាត់មិនហ៊ានថ្លៃបងប្អូនណាគាត់មិនហ៊ានថ្លៃទេបាទអញ្ចឹងកាលណារបស់ពិសេសបងប្អូនណាកាលណារបស់ពិសេសឬរបស់ដែលធ្លាប់ឆ្លងកាត់ឬរបស់ដែលយូរយារណាស់មកហើយគឺរបស់នោះគឺថ្លៃហើយបងប្អូនណាគឺថ្លៃហើយបាទគឺសុទ្ធតែជាប្រភេទរបស់ពិសេសយើងគិតមើលរបស់ទាំងអស់នេះយើងអាចជួយយើងគាត់អាចជួយនៅអាយុជីវិតយើងបានបងប្អូនណាបាទគាត់អាចជួយនៅអាយុជីវិតយើងបានមិនធម្មតាទេគល់គាត់ខាងនេះសាច់គាត់ខាងនេះចង់ដុសម្រះបងប្អូនណាបាទគឺដុសម្រះឡើងភេមកតែម្ដងបាទគឺស្អាតតាន់ប៉េះតែម្ដងសាច់ឡើងក្រមួនលឿងដូចល្មៀតចឹងបងប្អូនណាបាទនេះយើងមិនបានត្រាំពណ៌មិនបានត្រាំអីទេបងប្អូនណាគឺលោកឡើងល្អួតដោយខ្លួនលោកតែម្ដងរបស់ដែលប្រើយូរឆ្នាំបងប្អូនណារបស់ដែលប្រើយូរឆ្នាំបាទអង្គទី1នេះគឺមានចំណុចពិសេសមួយចំណែកឯអង្គទី2នេះក៏មានចំណុចពិសេសមួយដែរបងប្អូនណាបាទនេះគឺតាន់ប៉េះដូចគ្នាបាទអង្គទី2នេះក្នុងត្រូវជាងអង្គទី1បន្តិចតែតាន់ប៉េះដូចគ្នាបងប្អូនណាហើយសាច់ឡើងកមូនឡើងល្អួតដូចគ្នាបងប្អូនណាបាទចែតាន់បាទហើយមានចំណុចមួយចំហៀងគឺពិសេសដូចគ្នាបងប្អូនណាអញ្ចឹងចែតាន់2អង្គនេះគឺ2គូនេះគឺមានចំណុចពិសេសខុសគ្នាបាទអង្គនេះគាត់មានចំណុចពិសេសមួយគឺដូចជាមានអឋានញីនៅខាងនេះតែម្ដងបងប្អូនណាចំណែកឯអង្គចែតាន់មួយនេះគឺមហាពិសេសតែម្ដងបងប្អូនណាបាទចែតាន់ក៏ប៉ុន្តែគាត់បង្ហូតថ្នល់បងប្អូនណានេះឃើញទេបងប្អូននេះឃើញទេនេះប្រហោងគាត់ទូជាងមជុលទៀតបងប្អូនណាបាទទូជាងមជុលទៀតបង្ហូតថ្នល់តាំងពីគុលរហូតដល់ចុងបងប្អូនណាបាទតាំងពីចុងនេះរហូតដល់គុលពេលដែលខ្ញុំផ្លុំទៅគឺចេញខ្យល់វូបងប្អូនណាបាទអញ្ចឹងចែតាន់មួយនេះគឺពិសេសតែម្ដងបងប្អូនណាមួយគូហ្នឹងគឺគាត់អញ្ចឹងបានចែតាន់ទាំងពីរគូនេះគាត់ប្លែកខុសពីគ្នាបាទមួយគឺមានអឋានញីចំណែកឯមួយគូនេះគាត់ប្រហូតថ្នល់មកចំហៀងបងប្អូនណាប្រហូតថ្នល់មកចំហៀងប្លែកបងប្អូនណាបាទគឺប្លែកតែម្ដងតែតាន់ប៉េះបងប្អូនណាគឺតាន់ប៉េះតែគាត់មានប្រហូតថ្នល់ទូចាតាមប្រហូតថ្នល់គាត់ហ្នឹងមានប្រហូតថ្នល់នេះឃើញទេបងប្អូននេះបងប្អូនមើលមិនសូវច្បាស់បន្តិចបាទដោយសារគាត់ប្រហោងទូចនេះនេះខ្ញុំបរិចអត់ឃើញបាទប្រហោងគាត់ទូចហើយយើងផ្លុំទៅចេញខ្យល់មកដល់ខាងគុលបងប្អូនណាបាទផ្លុំពីខាងគុលចេញខ្យល់ទៅដល់ខាងចុងបាទអញ្ចឹងពិសេសបងប្អូនណាបាទគឺចែតាន់ទាំងពីរគូនេះសិតមានចំណុចពិសេសរឹតតែពិសេសបងប្អូនណាគេថាពិសេសលើពិសេសតែម្ដងប្រភេទនៃអង្គចែតាន់នេះបងប្អូនណាបាទ
នេះគឺជាប្រភេទនៃអង្គចាតាន់បាទហើយអង្គចាតាន់បងប្អូននឹងស្រាប់ហើយបងប្អូនណានៃការប្រើប្រាស់នេះគឺខាងសឹកសង្គ្រាមដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនណាហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានបងប្អូនណាគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបានដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបានឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួននៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាសិតតែប្រវត្តិចាស់តាន់ដែលមានប្រវត្តិមិនធម្មតាហើយយូរយារណាស់មកហើយបងប្អូនណាបាទ